ប្រព័ន្ធនេះគេហៅថាស្លឹកពេកាវាចេញពណ៌លឿងទុំខ្លះវាចេញពណ៌លឿងខ្លះក៏វាចេញបៃតងដែរនេះគឺជាស្លឹកមេសាជួនកាលស្លឹកមេសាមួយដើមដូចគ្នាប៉ុន្តែយើងឃើញថាពេលដូចមនុស្សយើងចឹងមានថាកើតណាកើតដូចគ្នាប៉ុន្តែមានមកខុសគ្នារូបភាពពណ៌សម្បុរគឺមានលក្ខណៈខុសគ្នាប៉ុន្តែវាជាស្លឹកមេសាទេហើយអ្វីដែលជាលក្ខណៈពិសេសនៅក្នុងការបោះពុម្ពស្លឹកឈើនោះមានថាមានតែមួយគត់នៅក្នុងពិភពលោកបើមិនជាយើងចង់កំងឲ្យដូចចឹងទៀតប្រហែលជាកំងអត់បានទេវាអាចទៅជារូបភាពផ្សេងតែម្ដងចាំសុខាហើយបច្ចុប្បន្នគឺយើងបោះពុម្ពពីស្លឹកឈើការបោះពុម្ពពីស្លឹកឈើហ្នឹងគឺបោះពុម្ពចេញពីកសែងលើអាវហើយនឹងបោះពុម្ពលើមួកបើសិនជានិយាយពីចំណុចនៃការចាប់ដើមគឺដោយសារតែនៅក្នុងកូវីដយើងអត់អាចទៅបានទេអញ្ចឹងហើយក៏បានធ្វើដំណើរទៅក្នុងព្រៃហើយចាប់អារម្មណ៍ទៅលើស្លឹកឈើពេលនោះក៏ចាប់ដើមធ្វើការស្រាវជ្រាវបន្ថែមទៀតទៅលើស្លឹកឈើហើយនឹងស្រាវជ្រាវតាមរយៈ YouTube ហើយក៏ចាប់ដើមសាកល្បងក្នុងការយកស្លឹកឈើយកមកបោះពុម្ពលើកណាត់លើអាវលើមួកប៉ុន្តែมันមានស្លឹកឈើច្រើនដែរដែលវាចេញពណ៌ព្រោះដោយសារតែស្លឹកឈើនេះពណ៌វាចេញពីធម្មជាតិតែម្ដងហើយស្លឹកឈើទាំងអស់អបប្រកបថានឹងចេញពណ៌ទេគោលម្ដងធំគឺស្រឡាញ់ធម្មជាតិហើយចង់រក្សាភេទដើមឈើនៅក្នុងស្រុកយើងឲ្យបានច្រើនជាស្ដែងដូចអាយនេះចឹងពណ៌ស្វាយចេញពីស្លឹកមេសាបើសិនជាសិប្បកម្មទាំងអស់ហ្នឹងវាមានការរីកចម្រើនហើយមានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរយើងនៅក្នុងស្រុកមិនថានៅខាងក្រៅស្រុកប្រហែលជាយើងនឹងមិនកាប់ដើមឈើទេប្រហែលជាយើងនាំគ្នាដើមឈើជាច្រើនដែរដើម្បីយើងយកស្លឹកយកមកផលិតវាគ្រប់គ្រងតែម្ដងអញ្ចឹងការដែលយើងរកឃើញចំណុចទាំងអស់ហ្នឹងហើយបើយើងជោគជ័យវាជាផ្នែកមួយគឺយើងអាចរួមចំណែកក្នុងការការពារបរិស្ថានបើសិនជាយើងគិតតាំងពីកូវីដមកប្រាជ័យច្រើនហើយវាក្នុងរយៈពេល2ទៅ3ឆ្នាំវាអត់ងាយស្រួលទេព្រោះយើងគិតថាគ្រាន់តែយកស្លឹកឈើមកបោះពុម្ពយើងគិតថាប្រហែលជាស្រួលទេប៉ុន្តែការពិតជាស្ដែងគឺអត់ស្រួលអញ្ចឹងទេដោយសារតែយើងត្រូវការរើសប្រភេទស្លឹកឈើរើសប្រភេទកណាត់ហើយដោយសារយើងត្រូវសិក្សាទៅលើប្រភេទស្លឹកឈើហ្នឹងតើវានឹងត្រូវជាមួយនឹងអីគេខ្លះអញ្ចឹងហើយឃើញថាបរាជ័យច្រើនហើយបើទៅផ្ទះវិញគឺពោពេញដោយកណាត់ដែលខុសហើយវាច្រើនមែនតើមុនពេលដែលយើងដាក់ដល់ចំណុចទាំងអស់នេះណាហើយជា3ឆ្នាំដែលធ្វើឲ្យករណីខ្លះចង់បោះបង់ចោលដែរប៉ុន្តែនៅតែនាំចិត្តពួកអីមែនតើទៅពេលដែលយើងស្រាវជ្រាវរកឃើញទៅវាអត់ពិបាកទេប៉ុន្តែចំណុចនៃការចាប់ដើមវាពិបាកដោយសារយើងអត់ស្គាល់កលឹះសំខាន់នៃស្លឹកឈើហើយវាត្រូវនឹងអ្វីចឹងវាត្រូវការយើងសិក្សាច្រើនមែនតើវាមានរឿងជាច្រើនពេលដែលយើងចូលក្នុងព្រៃឬក៏យើងដើរតាមស្មាត់ស្ទឹងតាមអីយើងមើលស្លឹកឈើចឹងវាជួយអារម្មណ៍របស់យើងដែរវាធ្វើឲ្យយើងសប្បាយចិត្តធ្វើឲ្យយើងរីករាយធ្វើឲ្យយើងទទួលភាពស្ងប់ស្ងាត់ហើយយើងអាចសិក្សាពីស្លឹកឈើទាំងអស់ហ្នឹងផងដែរវងឡាយដើរតាមដងស្ទើក្នុងខេត្តកំពង់ឆ្នាំងស្លឹកច្រើនណាស់ហើយពិតជាអត់ដឹងថាស្លឹកណាវាចេញទេអញ្ចឹងទៅក៏កាត់ដងតិចយកមកអញ្ចឹងនៅពេលដែលយើងកាត់ទៅគាត់ដាំចេញពណ៌ចង់សួរទៅដល់អ្នកភូមិថាស្លឹកឈើនេះស្លឹកអីគេដូចជានេះគឺជាស្លឹកមេសាមានស្លឹកពេកាសូម្បីតែលហុងខ្វងដែលដោះនៅតាមមាត់ផ្លូវហ្នឹងក៏វាចេញដែររហូតដល់ឥឡូវនេះមានថា8រុក្ខជាតិដែលបាក់ទៅយើងអាចប្រើប្រាស់ដែរនៅតែបន្តនៃការសិក្សាទៅលើស្លឹកឈើពេលខ្លះវាពិបាកក្នុងការរកដើមឈើខ្លះយើងអត់យល់ការអភិរក្សអញ្ចឹងទៅវាអាចបាត់បង់អញ្ចឹងទៅវាពិបាកក្នុងការដើរទៅរកដើម្បីជួយគ្រប់គ្រងទៅលើការផលិតហ្នឹងនៅតំបន់ផ្ទះបងដាំព្យាយាមដាក់នឹងថោហើយយើងដាំដើម្បីយើងយកស្លឹកឈើហ្នឹងផលលំបាកពិបាកក្នុងការស្រូបស្លឹកឈើជាពិសេសគឺខែក្តៅមើលស្លឹកឈើជ្រុះអស់លេងតែម្ដងជាក់ស្ដែងនៅក្នុងកសែងប្រព័ន្ធនេះគេហៅថាស្លឹកពេកាវាចេញពណ៌លឿងទុំខ្លះវាចេញពណ៌លឿងខ្លះក៏វាចេញបៃតងដែរនេះគឺជាស្លឹកមេសាហើយយើងឃើញថាជួនកាលស្លឹកមេសាមួយដើមដូចគ្នាប៉ុន្តែយើងឃើញថាពេលដូចមនុស្សយើងចឹងមានថាកើតណាកើតដូចគ្នាប៉ុន្តែមានមកខុសគ្នារូបភាពពណ៌សម្បុរគឺវាមានលក្ខណៈខុសគ្នាប៉ុន្តែវាជាស្លឹកមេសាទេហើយអ្វីដែលជាលក្ខណៈពិសេសនៅក្នុងការបោះពុម្ពស្លឹកឈើនោះមានថាមានតែមួយគត់នៅក្នុងពិភពលោកបើមិនជាយើងចង់កំងឲ្យដូចចឹងទៀតប្រហែលជាកំងអត់បានទេវាអាចទៅជារូបភាពផ្សេងតែម្ដងជាយើងសិក្សាដូចជាស្លឹកអង្គាបោសល្បីដូចជាស្លឹកសង្កែដែលយើងធ្លាប់ឮនៅក្នុងបទចម្រៀងឬយើងឃើញនៅតាមដងផ្លូវបងនឹងបន្តនៃការសិក្សាស្រាវជ្រាវប្រភេទនៃរុក្ខជាតិនឹងថាតើវាមានអត្ថប្រយោជន៍ជាមួយស្លឹកឈើដែលនៅក្នុងស្រុករបស់យើងមែនតើទៅវាអត់ស្រួលទេពេលដែលបានកសែងមួយអាវមួយឬក៏បានមួកមួយវាមានដំណើរការច្រើនណាស់ទីមួយយើងត្រូវការជ្រើសរើសកសែងកណាត់ធម្មជាតិបើសិនកណាត់អត់ធម្មជាតិគឺយើងធ្វើអត់ចេញតែបើដោយសារយើងបោះពុម្ពពីធម្មជាតិយើងត្រូវការសម្អាតកណាត់ហ្នឹងយើងត្រូវការទៅតំបន់ដែលមានស្លឹកឈើហ្នឹងឬក៏យើងអាចពួកគាត់ផ្ញើមកឲ្យយកមកយើងដាក់លើវាទៅហើយយើងចំហុយវានៅពេលចំហុយយើងត្រូវបោកអត់វាយើងត្រូវហាលវាមកតែចេញមកបងគិតថាប្រហែលជាក្នុងមួយអាទិត្យដើម្បីអាចចេញកសែងទាំងអស់ហ្នឹងមួយបានដោយសារ
តែជាចំណុចនៃការចាប់ដើមនេះគឺជាប្រភេទមួកដែលយើងបោះពុំចេញពីការត្របែកព្រៃហើយនឹងស្លឹកត្របែកព្រៃសម្រាប់ប្រភេទមួកនេះគឺយើងប្រើប្រាស់បានយូរលក្ខណៈធម្មជាតិទេយើងដាក់ដែកដាក់អីនៅក្នុងហ្នឹងណាមួកនេះអ្នកប្រើប្រាស់គឺថែរក្សាដែរហើយយើងលើកទឹកចិត្តឲ្យកប់បោកជាមួយនឹងសាប៊ូលាងចានដើម្បីថែរក្សាវាបានយូរហើយជាក់ស្ដែងប្រភេទស្លឹកឈើហ្នឹងវាខ្លាចថ្ងៃហើយនឹងខ្លាចសាប៊ូដោយសារផ្នែកកំណត់បងព្យាយាមស្វែងរកលក្ខណៈបែបធម្មជាតិយើងនឹងព្យាយាមស្វែងរកបែបលក្ខណៈធម្មជាតិហើយប្រើបានយូរព្រោះជាទូទៅលក្ខណៈធម្មជាតិគឺយើងអាចនៅបានយូរហើយវានឹងសាម្ដងទីទន្ទឹមនឹងដែរបងនឹងព្យាយាមស្វែងរកគុណភាពអស់ណាព្រោះយើងចង់ឲ្យអ្នកដែលគាត់យកកសែងទៅពាក់ទៅទាំងអស់នោះគឺពោពេញដែរធម្មជាតិយើងអត់ចង់ឲ្យមានជាពណ៌ chemical ឬអីដែលវាបានយូរទេបើយើងចង់ផលិតយើងអាចផលិតច្រើនបើយើងគិតសម័យគ្រាន់តែយើងដាក់ស្លឹកឈើហើយយើងចំហុយវាទៅនៅពេលដែលយើងសម្អាតកណាត់ហើយណាគ្រាន់ថាស្លឹកឈើនេះគឺបុកជាមួយនឹងការកើតហើយកំណត់កែច្នៃតែយើងគួរតែយកស្លឹកឈើភេទពណ៌អីគេហើយយើងគួរតែត្រូវ design របៀបម៉េចហើយពិតជាត្រូវការពេលវេលាចឹងសម្រាប់ខ្ញុំបើសិនជាយើងចង់ផលិតវាឲ្យស្អាតហើយមានកំណត់កែច្នៃมันបានច្រើនទេក្នុងមួយថ្ងៃខ្ញុំគិតថាក្នុងចន្លោះ20ទៅ30គឺជាកម្រិតមួយដែលល្អទៅថ្ងៃមុខទៀតយើងអាចនឹងផលិតបានច្រើនតែបច្ចុប្បន្នគឺក្នុង20ទៅ30នៅក្នុងមួយខែចាប់ដើមលក់មែនទែនគឺនៅចុងឆ្នាំ2024នៅពេលដែលមានការតាំងពិព័រណ៍មួយនៅកោះពេជ្រពួកយើងទទួលការគ្រប់គ្រងច្រើនចាប់ពីពេលនេះទៅយើងនឹងបន្តផលិតហើយនឹងការលក់តាមទៅថ្ងៃអនាគតគឺផ្សារភ្ជាប់ធម្មជាតិកំណត់កែច្នៃមានតែមួយគត់នៅក្នុងពិភពលោកក៏ជាមួយនឹងសហគមន៍នេះគឺជាកំណត់មួយសំខាន់គឺយើងនឹងព្យាយាមកែច្នៃវាទៅជាដំណើរស្លឹកឈើនៅក្នុងស្រុកខ្មែរឬក៏មានរូបជាអត្តសញ្ញាណនៅពេលដែលគេធ្វើដំណើរមកទៅកម្ពុជាគេនឹកឃើញពីកសែស្លឹកឈើនេះហើយគេនឹងយកត្រឡប់ទៅដិតដាមជាមួយនឹងស្លឹកឈើនៅក្នុងស្រុកខ្មែរ